ប្រឡងស្អាតទេសភាពស្អាតទឹកស្ងប់ខ្យល់ហប់អូយប្រឡងផ្ទះបាញ់អត់ចំមែនអត់មានត្រីខំម្នាក់សេះឆ្ដោ3 4គីឡូឯណាខំខុសខំខាតអីណាឯងទៅលេងគប់ចង់ដាច់ឃ្លៀកបងប្អូនអើយនេះតែអត់អីទេបងប្អូនទេសភាពស្អាតមែនតើនិយាយរួមទៅម៉ោង5កន្លះគឺជាតិមែនតើហ្មងប្រឡងបែបហ្នឹងគឺចូលចិត្តមែនតើបងប្អូនហើយមានត្រីរបស់គេមែនបងប្អូនព្រោះខ្ញុំធ្លាប់ឃើញជាក់ស្ដែងមែនគេយកបាននៅម្ដុំហ្នឹងសើ2គីឡូជាង3គីឡូហើយយើងទៅលេងគឺខ្មត់ឲ្យទេបងប្អូនអានេះគឺជាប្រឡងនៅខាងកវ៉ាត់ក្រុងហើយខ្ញុំចង់ប្រាប់តិចបងប្អូនដែលគាត់ឆាតសួរខ្ញុំរឿងប្រឡងបងប្អូនខ្ញុំអធិស្ឋានមែនតើមិនថានៅក្នុង comment មិនថានៅក្នុងឆាត Telegram ឬក៏ TikTok ឬក៏ page របស់ខ្ញុំទេបើសិនជាខ្ញុំមានពេលខ្ញុំនឹងឆាតតបភ្លាមបងប្អូនតែបើសិនជាខ្ញុំអត់មានពេលខ្ញុំធ្វើការដែរគឺខ្ញុំអធិស្ឋានមែនតើមិនថាអ្នកទិញខោអាវខ្ញុំមិនថាអ្នកសួរប្រឡងទេគឺខ្ញុំអធិស្ឋានមែនតើបងប្អូនហើយខ្ញុំនឹងធ្វើវីដេអូខ្លះតែតងមួយប្រឡងបើសិនជាខ្ញុំទៅដល់ប្រឡងណាខ្ញុំនឹងធ្វើវីដេអូបង្ហាញទៅគ្នាយើងបងប្អូន